សូមស្វាគមន៍មកកាន់ Noli for You TOS សូមជួយចុច like និង subscribe ត្រីឆ្លាមជាសត្វដែលមានគ្រោះថ្នាក់បំផុតសម្រាប់មនុស្សពិតឬមិនពិតចម្លើយដែលត្រឹមត្រូវគឺមិនពិតមូសទើបជាសត្វដែលបង្កគ្រោះថ្នាក់បំផុតសម្រាប់មនុស្សបើតាមការប៉ាន់ស្មានមនុស្សពីចន្លោះ70,000ទៅ1លាននាក់បានស្លាប់ដោយសារមូសជារៀងរាល់ឆ្នាំដែលជាចំនួននេះវាច្រើនជាជាងការស្លាប់ដោយសារពស់ត្រីឆ្លាមនិងមនុស្សសម្លាប់មនុស្សទៅទៀតមាន់ចេះហើរពិតឬមិនពិតចម្លើយដែលត្រឹមត្រូវគឺពិតមាន់ចេះហើរគ្រាន់តែវាហើរបានជិតព្រះអាទិត្យវិលជុំវិញផែនដីពិតឬមិនពិតចម្លើយដែលត្រឹមត្រូវគឺមិនពិតផែនដីទេដែលជាអ្នកវិលជុំវិញព្រះអាទិត្យមនុស្សបានដើរលើភពអង្គាររួចហើយពិតឬមិនពិតចម្លើយដែលត្រឹមត្រូវគឺមិនពិតមានតែមនុស្សយន្តទេដែលធ្លាប់បានដើរលើភពអង្គារតើភពផែនដីមានអាយុកាលប៉ុន្មានចម្លើយដែលត្រឹមត្រូវគឺចម្លើយខ 4,500,000 លានឆ្នាំតើភាសាអ្វីជាភាសាផ្លូវការរបស់ប្រទេសប្រេស៊ីលចម្លើយដែលត្រឹមត្រូវគឺចម្លើយកភាសាប៉ូទុយហ្គាល់តើប្រភេទឈាមមួយណាដែលកម្រចម្លើយដែលត្រឹមត្រូវគឺចម្លើយខ AB ដកតើត្រីបាឡែនដកដង្ហើមដោយប្រើអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកសួតវាដកដង្ហើមដោយប្រើប្រាស់សួតដូចមនុស្សដែរព្រោះត្រីបាឡែនជាថនិកសត្វតើឃ្មុំប្រមូលអ្វីពីផ្កាចម្លើយដែលត្រឹមត្រូវគឺចម្លើយកលំអងអរគុណសម្រាប់ការតាមដានទស្សនាសូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត